តើកូនៗអាចរកចម្លើយលំហាត់ម៉ាត់អូឡ িম্প េតនេះក្នុងរយៈពេល10 second បានទេក្មេងប្រុស10នាក់ឈរតម្រង់ជួរមួយជួរហើយមានក្មេងស្រី2នាក់ត្រូវឈរនៅចន្លោះរៀងរាល់ក្មេងប្រុស2នាក់តើមានក្មេងស្រីប៉ុន្មាននាក់នៅក្នុងជួរនេះអូខេតើចម្លើយកូនស្មើប៉ុន្មានដែរតោះមករកចម្លើយទាំងអស់គ្នាដំបូងកូនត្រូវរកចំនួនចន្លោះរវាងក្មេងប្រុស10នាក់សិនគឺត្រូវយកចំនួនក្មេងប្រុសដកនឹងចំនួនចន្លោះរវាងក្មេងប្រុស2នាក់ដែលស្មើនឹង10ដក1ដែលស្មើទៅនឹង9ដូចនេះចំនួនចន្លោះរវាងក្មេងប្រុស10នាក់គឺស្មើនឹង9ដោយសារចន្លោះមួយមានក្មេងស្រី2នាក់ដូចនេះសម្រាប់9ចន្លោះគឺត្រូវយកចំនួនចន្លោះគុណនឹងចំនួនក្មេងស្រីដែលស្មើទៅនឹង9គុណឲ្យ2ស្មើនឹង18បន្ទាប់ពីមើលវីដេអូនេះហើយយើងសាកល្បងមកឆ្លើយសំណួរនេះទាំងអស់គ្នាក្មេងប្រុស12នាក់ឈរតម្រង់ជួរជាជួរមួយក្មេងស្រី3នាក់ត្រូវឈរនៅចន្លោះរៀងរាល់ក្មេងប្រុស2នាក់តើមានក្មេងស្រីប៉ុន្មាននាក់នៅក្នុងជួរនេះតើចម្លើយរបស់កូនស្មើនឹងប៉ុន្មានដែរកុំភ្លេច comment នៅខាងក្រោមវីដេអូណា